ស្អាតណាស់ក្នុងដៃកាន់ចានស្រាក់ផ្កាឈូកដំណើរមួយទឹកមុខស្រស់ញញឹមក្នុងឈុតបែបប្រពៃណីទៅកាន់ទីវត្តអារាមបច្ចរណៃស្រស់ស្អាតទន់ភ្លន់សមសួនជាសុភាពនារីខ្មែរចាស់ប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈប្រកាសជាបានស្គាល់រួចមកហើយពេលតារាសម្ដែងស្រីល្បីឈ្មោះដែលចេះក្បាច់គុនបកតោខ្មែរបាញ់ព្រួញនិងសកម្មភាពហាត់រៀនក្បាច់គុនការពារខ្លួនជាច្រើនដែលសកម្មភាពទាំងនេះត្រូវបានអ្នកតាមដានមានការពេញចិត្តពេញថ្លើមនិងស្រឡាញ់ចំពោះសិល្បករនីម្នាក់នេះជាខ្លាំងក្រៅពីទទួលបានពានលើកសរសើរទៅលើភាពក្លាហានលើកពីមនុស្សប្រុសមួយចំនួនថ្មីនេះបច្ចរណៃបានរំលេចខ្លួនក្នុងឈុតបែបប្រពៃណីសំពត់ហូលអាវប៉ាក់ទៅវត្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយភាពថ្លៃថ្នូរទន់ភ្លន់សមសួនជាសុភាពនារីខ្មែរទាំងស្អាតទាំងស្រស់គួរឲ្យស្រឡាញ់ជាទូទៅតារាស្រីរូបនេះមិនសូវបង្ហាញខ្លួនក្នុងឈុតបែបប្រពៃណីឡើយដោយគេសង្កេតឃើញថាកញ្ញាស្លៀកពាក់ក្នុងឈុតបែបសម័យថ្មីយូរម្ដងក៏បានឃើញកញ្ញាស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរម្ដងពិតជាស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ណាស់ក្រោយពេលឃើញបែបនេះមានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ថាស្រស់បែបនារីខ្មែរស្អាតណាស់ប្អូនស្រីសមជាកុលធីតាខ្មែរមែនប្អូនជាកូនដ៏ល្អជាពលរដ្ឋដ៏ឆ្នើមទាំងវប្បធម៌សិល្បៈសិលធម៌គុណសម្បត្តិរបស់ប្អូនល្អពេញលេញប្រពៃណាស់ប្អូនស្រីសាធុសូមសរសើរបងឈុតណាក៏សមនឹងរូបរាងដែរស្អាតថ្លៃថ្នូរសមជានារីខ្មែរពិតស្អាតណាស់មើលមិនចង់ស្គាល់នេះជានារីខ្មែរបែបវប្បធម៌មែនណាចាហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចាគឺមានតែប៉ុណ្ណឹងចាហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ចាដែលតែងតែតាមដាននិងគាំទ្រនៅ Channel របស់នាងខ្ញុំជារៀងរហូតមកចាសូមអរគុណ